ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យអ៊ីស្រាអែលឈប់រំលោភបំពានលើស៊ីរីនិងស្នើឲ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ប្រទេសដែលធ្លាប់ហែកហួរព្រោះសង្គ្រាមស៊ីវិលមួយនេះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានអំពាវនាវឲ្យបញ្ឈប់រាល់ការរំលោភបំពានរបស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរីនិងបានជំរុញឲ្យមានការគាំទ្រពីអន្តរជាតិចំពោះដំណើរការផ្លាស់ប្ដូររបស់ប្រទេសនេះការថ្លែងជំរុញឲ្យគោរពអធិបតេយ្យភាពរបស់ស៊ីរីត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោក Antonio Guterres អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង Damascus ជាលើកដំបូងក្រោមរដ្ឋបាលថ្មីបន្ទាប់ពីមានសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំលោក Guterres បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Assad al-Shaibani ថាអ្វីដែលកំពុងតែកើតឡើងនៅជុំវិញតំបន់ខ្ពង់រាប Golan គឺជារឿងដែលមិនអាចទទួលយកបានទាំងស្រុងរដ្ឋមន្ត្រីការបរទេសលោក Assad al-Shaibani នាពេលនោះដែរបានអំពាវនាវឲ្យមានការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ទ្រនាប់មួយនៅតំបន់ខ្ពង់រាប Golan ដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែលនិងជាតំបន់ដែលមានកងកម្លាំងអង្គការសហប្រជាជាតិល្បាតកងកម្លាំងអ៊ីស្រាអែលបានដាក់ពង្រាយនៅទីនោះក្នុងឆ្នាំ2024បន្ទាប់ពីការដួលរលំនៃការកាន់អំណាចរបស់លោក Bashar al-Assad អតីតប្រធានាធិបតីលោក Guterres គឺជាប្រធានអង្គការសហប្រជាជាតិដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីរីចាប់តាំងពីសម័យកាលរបស់លោក Ban Ki-moon ដែលជាអ្នកកាន់តំណែងមុនកាលពីឆ្នាំ2009ពោលគឺនៅ2ឆ្នាំមុនពេលសង្គ្រាមបានផ្ទុះឡើងសង្គ្រាមនេះបានបណ្ដាលឲ្យមនុស្សជាងកន្លះលានអ្នកបាត់បង់ជីវិតមុនពេលដែលអាញាធរអ៊ីស្លាមនិយមថ្មីឡើងកាន់អំណាចនាពេលបច្ចុប្បន្ន